ក្នុងបទនេះមានសេចក្តីសង្ខេបដូចតទៅនេះថាខ្ញុំអាណន់មិនបានធ្វើវត្ថុដទៃគឺខ្ញុំបានស្ដាប់ធម៌នេះដោយវិញ្ញាណវិថីដែលប្រព្រឹត្តទៅក្នុងអារម្មណ៍មានប្រការផ្សេងដែលជាតួហេតុម្យ៉ាងទៀតបទថាអ៊ីតេឈ្មោះថាប្រកាសដល់វត្ថុដែលបានសម្ដែងមកហើយព្រោះវត្ថុដែលកប់បីសម្ដែងក៏មិនមានភាវៈដែលកប់បីសម្ដែងព្រោះអធិប្បាយថាអ៊ីតេស័ព្ទមានទស្សនៈជាអដ្ឋៈព្រោះហេតុនោះក៏បីជ្រាបថាលោកពោលដល់សូត្រទាំងឡាយដោយអ៊ីតេស័ព្ទបទថាមេប្រកាសដល់បុគ្គលបទថាសតាំងប្រកាសដល់កិច្ចរបស់បុគ្គលកិរិយាគឺការស្ដាប់ដែលបានមកដោយសំឡេងដែលបានមកឮមកតាក់ទងនឹងចំណែកនៃវិញ្ញាណគឺវិញ្ញាណក្នុងការស្ដាប់ក្នុងធម្មបទពុទ្ធៈដែលប្រកបដោយការពោលដល់បុគ្គលនោះរមែងបានកិរិយាគឺការស្ដាប់បទនោះមានអត្ថៈដូចនេះថាខ្ញុំអានន្ទនឹងសម្ដែងសូត្រណាសូត្រនោះខ្ញុំបានស្ដាប់មកហើយយ៉ាងនេះ